នេះជារបៀប check spec ទៅលើកុំព្យូទ័ររបស់យើងមុននឹងយើងទៅទិញកុំព្យូទ័រថ្មីមកមួយអញ្ចឹងវីដេអូនេះស័ក្តិសមមែនទែនសម្រាប់បងប្អូនដែលគាត់កំពុងតែចង់សិក្សាស្វែងយល់អំពីការដែលយើង check មើល spec កុំព្យូទ័ររបស់យើងតើយើងគួរតែមើលពីចន្លោះណាគេមើលពីចំណុចណាឲ្យបានត្រឹមត្រូវនៅពេលដែលយើងទៅទិញទៅកុំឲ្យវាខុសតាមក្រោយអញ្ចឹងណាអញ្ចឹងដោយសារតែខ្ញុំអ្នកមានបទពិសោធន៍ច្រើនមែនទែនទៅលើកុំព្យូទ័រមួយគឺខ្ញុំប្រើអស់ជាច្រើនគ្រឿងមកដែរទម្រាំតែយើងជ្រើសត្រូវខ្លួនឯងខ្ញុំក៏ទិញមកខុសទិញមកត្រូវចេះសាកល្បងចេះតែនៅពេលដែលយើងទៅទិញទៅមិនដឹងថាគួរតែជ្រើសរើស model ណាជ្រើសរើសប្រភេទណាហើយយើងមិនដឹងថាគួរត្រូវទិញបែបណាឲ្យត្រូវតម្រូវការរបស់យើងទៀតអ្វីដែលសំខាន់គឺរឿងលុយតែម្ដងអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាឲ្យយល់បាទកាន់តែច្បាស់ឲ្យបានស្គាល់កាន់តែច្បាស់អំពី spec កុំព្យូទ័រយើងមួយហើយអ្នកទាំងអស់គ្នាក៏ធ្លាប់ឃើញហើយអំពីវីដេអូរបស់ខ្ញុំដែលខ្ញុំធ្វើឡើងបញ្យល់អំពី graphic card បញ្យល់អំពី CPU ហើយបញ្យល់អំពី RAM របស់វាហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានទៅមើលទេអាចទៅមើលវីដេអូហ្នឹងបានដោយសារតែខ្ញុំធ្វើវីដេអូហ្នឹងមកដើម្បីចង់ធ្វើជាមេរៀនមួយឬក៏ជាចំណេះដឹងមួយសម្រាប់អ្នកដែលគាត់ចង់សិក្សាស្វែងយល់ដូចជារូបខ្ញុំអញ្ចឹងអូខេអញ្ចឹងឥឡូវយើងមកចូលប្រធានបទយើងទៅក្នុងការដែលយើងរើសកុំព្យូទ័រ laptop មួយដើម្បីឲ្យវាត្រូវតម្រូវការរបស់យើងអ្វីដែលសំខាន់ជាងគេដំបូងគេទី1គឺលុយបាទលុយរបស់យើងអ្នកទាំងអស់គ្នាត្រូវតែដឹងថាតើយើងមានលុយប្រមាណបាទនៅក្នុងការទិញកុំព្យូទ័រមួយគ្រឿងនៅពេលដែលយើងទៅទិញកុំព្យូទ័រយើងអាចទៅ respect អញញ៉ៃបានទេបើសិនជាលុយយើងអត់ដល់បាទប៉ុន្តែខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាមួយទៀតបើសិនជាយើងមានលុយតិចប៉ុន្តែយើងចង់បានកុំព្យូទ័រ spec ខ្លាំងបាទព្រោះតែអ្នកទាំងអស់គ្នាចេះបាទចេះមើលហើយនឹងយល់ដឹងឲ្យបានច្បាស់អំពី spec មួយចំនួននៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីពីរជម្រើសទី1គឺជម្រើសសម្រាប់ធ្វើការទី2គឺជម្រើសសម្រាប់លេងហ្គេមបាទអ្នកលេងហ្គេមអ្នកធ្វើ content creator កាត់ត design អីហ្នឹងគឺយើងចូលធ្លុងទៅមួយទេសម្រាប់អ្នកលេងហ្គេមបាទតើលេងហ្គេមបានធ្វើអីក៏បានដែរបាទអូខេអញ្ចឹងជម្រើសទី1ដូចខ្ញុំបាននិយាយអញ្ចឹងគឺវាស្ថិតនៅលើលុយរបស់យើងថាតើអ្នកទាំងអស់គ្នាមានលុយប្រមាណមុននឹងយើងទៅទិញអ្នកទាំងអស់គ្នាត្រូវតែធ្វើការ check spec ឲ្យបានត្រឹមត្រូវដែរកុំព្យូទ័រ model ណាកុំព្យូទ័រ mark ស្អី brand ស្អីតម្លៃប៉ុណ្ណេះយើង check មើលហើយអញ្ចឹងអ្វីដែលជាគោលចម្បងមុនគេគឺជាបទពិសោធន៍របស់ខ្ញុំមុននឹងខ្ញុំទៅទិញទី1គឺខ្ញុំមើលមុនគេគឺទៅលើ CPU កុំព្យូទ័របាទគឺ CPU កុំព្យូទ័រវាដើរតួនាទីសំខាន់មែនទែនដោយសារតែកុំព្យូទ័រប្រភេទ laptop អញ្ចេះកាលណាដែលយើងទិញកុំព្យូទ័រមកយើងមិនងាយធ្វើការដូរទៅលើ CPU ផ្ដេសផ្ដាសបានទេមិនថាកុំព្យូទ័រ desktop ក៏ដោយឬក៏ laptop ក៏ដោយ CPU គឺមានសារៈសំខាន់មែនទែនសម្រាប់កុំព្យូទ័ររបស់យើងគឺអ្នកទាំងអស់គ្នាត្រូវតែជ្រើសរើសឲ្យបានត្រឹមត្រូវដោយសារតែសម័យនេះ CPU វាមានគុណភាពខ្ពស់បាទមិនថាស៊េរី Core i3 Core i5 Core i7 ឬក៏ Core i9 ទេប៉ុន្តែសួរថាអ្នកទាំងអស់គ្នាយូរវាទៅធ្វើតម្រូវការខ្លាំងប៉ុណ្ណាឬក៏ខ្សោយប៉ុណ្ណាប៉ុណ្ណឹងឯងចំណុចទី2បន្តមកទៀតដែលខ្ញុំមើលខ្លាំងជាងគេផងដែរគឺជាចំណុចមួយដែលសំខាន់បំផុតបន្ទាប់ពី CPU របស់យើងគឺជា graphic card របស់កុំព្យូទ័ររបស់យើងឯងដែលគេហៅថា VGA ហ្នឹងបាទ VGA ឥឡូវគេលេងប្រើហើយប៉ុន្តែអ្នកទាំងអស់គ្នានៅតែជាប់មាត់ VGA card VGA ឥឡូវគឺវាហួសសម័យហើយឥឡូវគេហៅប្រភេទ GTX ឬក៏ RTX ហើយបាទឡើងដល់ RTX ហើយបាទអញ្ចឹងសម្រាប់ graphic card របស់យើងគឺវាដើរតួនាទីសំខាន់បាទនៅពេលដែលយើងធ្វើការ graphic ច្រើននៅពេលដែលយើងលេង game នៅពេលដែលយើងប្រើប្រាស់ទៅលើការកាត់តឬក៏ render អញ្ចឹង CPU យើងតែមួយរត់អត់ទាន់ទេបាទ CPU យើងតែមួយរត់អត់ទាន់ទេអញ្ចឹងតម្រូវឲ្យមាន graphic card មួយដើម្បីធ្វើការជំនួយទៅកាន់ CPU របស់យើងហ្នឹងឲ្យរត់ឬក៏ render មកកាន់រូបភាពដែលយើងមើលឃើញភ្លាមៗនេះវាបានលឿនបាទវាបានលឿនហើយវាបានខ្លាំងទៅតាមអ្វីដែលកុំព្យូទ័រវាបញ្ជាអញ្ចឹងណាបាទអានេះគឺចំណុចទី2ចំណុចទី3គឺខ្ញុំមើលទៅកាន់ RAM បាទ RAM ក៏ជាចំណុចសំខាន់នៅក្នុងកុំព្យូទ័ររបស់យើងប៉ុន្តែ RAM យើងអាចធ្វើការ upgrade វាបានតាមក្រោយគឺមានន័យថាយើងបន្ថែម RAM បានតាមក្រោយអត់បញ្ហាទេទោះបីជាយើងកំពុងតែទិញមកហ្នឹងវាមាន RAM ត្រឹមតែ 16GB ក៏ដោយនៅក្នុង laptop របស់ខ្ញុំនេះគឺវាមកជាមួយនឹង RAM 16GB ស្រាប់អញ្ចឹងខ្ញុំអាចដំឡើងទៅ 32GB ក៏បានដែរបើសិនជាខ្ញុំមានលុយ upgrade ឡើងអញ្ចឹងដោយសារតែ RAM វាក៏ជាចំណុចសំខាន់មួយដែលវាជួយការងាររបស់ CPU របស់យើងបាទដែលធ្វើឲ្យ CPU យើងអានទៅលើតន្ន័យវាលឿនបាទឬក្នុងការ process អីផ្សេងៗហ្នឹងក៏វាលឿនទៅតាមហ្នឹងមិនថាការលេង game មិនថាការដែលយើងកាត់ត render ឬក៏ design អីចឹងកាលណាដែលយើងមាន RAM ធំគឺ CPU របស់យើងហ្នឹងវាអត់សូវធ្វើការច្រើនទេបាទអញ្ចឹងមានន័យថាគឺវាបញ្ជូនតន្ន័យទាំងអស់ហ្នឹងទៅកាន់ RAM ដើម្បីជួយធ្វើការ
ការចំនួន CPU ឲ្យបានច្រើនបើសិនជាយើងមាន RAM ច្រើនអញ្ចឹងណាអញ្ចឹងនៅក្នុងការដែលយើងប្រើប្រាស់បើសិនជាអ្នកទាំងអស់គ្នាមាន graphic card ធំហើយ CPU ធំហើយប៉ុន្តែ RAM យើងតិចនៅពេលដែលយើងធ្វើការយើងមានអារម្មណ៍មួយថាដូចជាការងាររបស់យើងវារៀង lag ឬក៏យើងធ្វើការទៅវាមានរអាក់រអួលកន្លែងណាមួយអញ្ចឹងអ្នកទាំងអស់គ្នាគួរតែធ្វើការ upgrade ឡើង RAM យើងម្តងទៀតបាទយើងអាច upgrade បានតាមក្រោយបានដោយសារតែ RAM គឺងាយស្រួលមែនទែនយើងអាច upgrade បានដោះផ្ទាំងខាងក្រោយនេះមកគឺយើងញុកចូលហ្មងបាទចំណុចទី4គឺជាអង្គផ្ទុកទិន្នន័យដែលយើងហៅថា storage បាទគឺវាមាន SSD ឥឡូវគឺជាប្រភេទនេះគឺគេប្រើ M.2 ហើយដែលជា memory របស់វាដែលវាផ្ទុកទិន្នន័យទាំងអស់ដែលក្នុងកុំព្យូទ័ររបស់យើងដែលអាចប្រើការបានចុងក្រោយគឺនៅលើ SSD ឬក៏ M.2 ទាំងអស់អញ្ចឹងបើសិនជាយើងមានអង្គទិន្នន័យផ្ទុកច្រើនបាទដូចជា1 TB 2 TB វាធ្វើឲ្យយើងធ្វើការដំឡើងកម្មវិធីក៏បានច្រើនដាក់ឯកសារក៏បានច្រើនយើងកាត់តវីដេអូឬក៏យើងធ្វើការ render អីទៅវាមិនងាយឆាប់ពេញអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាទៅទិញកុំព្យូទ័រគឺយើងតែងតែពិនិត្យមើលផងថាតើកុំព្យូទ័រ laptop ហ្នឹងវាអាចបន្ថែមទៅលើពួក storage នឹងបន្ថែមបានអត់បាទយើងអាចបន្ថែមដូចជា M.2 1 TB ទៀតឬក៏យើងបន្ថែម SSD 1 TB ទៀតអញ្ចឹងតើវាអាចបន្ថែមទៀតបានអត់យើងត្រូវចេះ check មើលឲ្យបានត្រឹមត្រូវដូចគ្នាផងដែរកន្លែងចំណុចនេះគឺសំខាន់មែនទែនបើសិនជាអ្នកទាំងអស់គ្នាទិញ storage មកដែលវាមានទំហំតូចធ្វើការ plate ពេញគឺវានាំឲ្យកុំព្យូទ័រយើងមួយគ្រឿងហ្នឹងដើរយឺតបានដូចគ្នាហើយចំណុចចុងក្រោយគឺជាចំណុចមួយដែលខ្ញុំត្រូវតែមើលគឺទី1គឺជាអេក្រង់របស់កុំព្យូទ័របាទអេក្រង់ថាតើជាប្រភេទអេក្រង់បែបណាបាទបើសិនជាយើងអ្នកលេងហ្គេមគឺត្រូវតែមានអេក្រង់ដែលមានល្បឿនលឿនដល់ទៅ 144Hz ហើយក៏ជាអេក្រង់ប្រភេទ IPS ផងដែរអញ្ចឹងដោយសារតែអេក្រង់ប្រភេទ IPS នេះវាធ្វើឲ្យយើងកាត់តវីដេអូការធ្វើពណ៌ធ្វើអីគឺវាប្រៀបដូចជាពណ៌ខាងក្រៅបាទវាមើលឃើញពណ៌បែបពិតស្អាតមែនទែនអញ្ចឹងឥឡូវវាចូលដល់អេក្រង់បែបទំនើបមែនទែនហើយដែលវាមានប្រភេទបច្ចេកវិទ្យាថ្មីដែលធ្វើឲ្យការកែពណ៌របស់យើងហ្នឹងដូចទៅនឹងពណ៌ខាងក្រៅមែនទែនអញ្ចឹងបន្ទាប់ពីយើងមើលអេក្រង់ហើយក៏យើងមើលការ design រូបនេះខាងក្រៅដែរសម្រាប់ខ្ញុំអ្នកប្រើកុំព្យូទ័រផ្ដោតលើ spec ច្រើនគឺភាគច្រើនខ្ញុំអត់សូវផ្ដោតលើការ design ហ្មងទេដោយសារតែកុំព្យូទ័រតែកាលណាវាខ្លាំងវាអត់ដែលមានការ design មកសភាពរៀបដូចជាពួករបស់ iMac អីទេអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលគាត់ចង់ទៅទិញកុំព្យូទ័រខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយដល់អ្នកទាំងអស់គ្នាបានបាទអ្វីដែលសំខាន់គឺអ្នកទាំងអស់គ្នាត្រូវមានគោលបំណងមួយថាតើយើងទៅរកទិញកុំព្យូទ័រមកប្រើប្រាស់ហ្នឹងដើម្បីអីការងារអីឬក៏យើងទិញមកប្រើប្រាស់នៅក្នុងគោលបំណងណាមួយត្រូវតែដឹងខ្លួនឯងជានិច្ចនៅក្នុងការទិញកុំព្យូទ័រយកមកប្រើនេះបើសិនជាអ្នកទាំងអស់គ្នាមិនដឹងទេមិនដឹងថាយើងទិញយកមកប្រើអីទេវាពិបាកឲ្យអ្នកទាំងអស់គ្នាជ្រើសរើសបន្តិចអញ្ចឹងខ្ញុំអាចធ្វើការ recommend បានសម្រាប់អ្នកដែលគាត់យកទៅកាត់តឬក៏ធ្វើជា content creator អញ្ចឹងគឺយើងអាចជ្រើសរើស graphic card ឥឡូវគឺទាបបំផុតហើយគឺយើងអាចយកត្រឹម3060ឡើងទៅដោយសារតែខ្ញុំប្រើនេះក៏3060ដែរខ្ញុំប្រើ DaVinci ផងប្រើទៅលើ Premiere Pro ផងគឺអត់មានបញ្ហាទេអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅរកមកទិញបើសិនជាថវិកាយើងមិនសូវមានឥឡូវខ្ញុំនិយាយថាអ្នកដែលគាត់ថវិកាល្មម1000ឬក៏1000ចុះបាទអញ្ចឹងបើសិនជាយើងមើលពួកស៊េរីថ្មីវាអត់មានថាគឺស៊េរីថ្មីវាមិនមានយើងក៏អាចទៅមើលពួកមកទឹកបានបាទកុំព្យូទ័រមកទឹកភាគច្រើនគឺអត់ងាយខូចទេវាអត់ដែលមានបញ្ហាទេពួកកុំព្យូទ័របើសិនជាយើងរកបានរបស់មកទឹកហើយដែលវាមានកម្លាំងខ្លាំងអញ្ចឹងអ្វីដែលខ្ញុំណែនាំទី1ឥឡូវនេះដែលយើងកំពុងតែប្រើឥឡូវនេះតបានដល់ 4K ឬក៏កាត់ត Full HD ខ្ញុំណែនាំអ្នកទាំងអស់គ្នាបើសិនជាអាចរកទៅដល់ស៊េរី30បាទ37 38ឬក៏អនមែនទែនគឺត្រឹម3060ក៏បានដែរ3060ហ្នឹងប៉ុន្តែយកប្រភេទ 12G ណាមិនមែន3060 6G ទេអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅរកប្រភេទ3060ឬក៏37 38បានហើយ CPU ក៏អាចរកចាប់ពីចន្លោះ Core i5 ឬ Core i5 ហ្នឹងទៅដល់ Core i7 ទៅបើសិនជាឡើងដល់ Core i9 វារៀងចូលចិត្ត2000ហើយបាទវាថ្លៃហើយបាទអញ្ចឹងសម្រាប់ RAM យើងអាចប្រើចាប់ពី 16G ទៅចាំយើងទិញយកមកយើងមានលុយពេលណាយើង upgrade តាមក្រោយហើយសម្រាប់ storage យើងប្រើ 1TB ទៅ 2TB បើសិនជាកុំព្យូទ័ររបស់យើងមាន slot ឲ្យ update ឡើងទៀតបានអញ្ចឹងនៅក្នុងការប្រើប្រាស់កុំព្យូទ័រអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយអញ្ចឹងត្រូវតែមានគោលបំណងច្បាស់លាស់ទិញមកធ្វើអីបាទទិញមកធ្វើអីកន្លែងនេះសួរថាទិញមកធ្វើអីយើងត្រូវដឹងខ្លួនឯងបាទនេះគឺជា spec ដែលខ្ញុំប្រាប់នេះសម្រាប់អ្នកដែលគាត់យកទៅធ្វើ content creator សម្រាប់អ្នកដែលគាត់យកទៅកាត់ត design បានគ្រប់
ការងារទាំងអស់អរគុណច្រើនសម្រាប់វីដេអូនេះខ្ញុំមកចែកម្លែកត្រឹមតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកទាំងគ្នាបានយល់ខ្លះៗដែរអំពីការដែលយើងចេះមើល spec កុំព្យូទ័ររបស់យើងបាទគឺយើងមិនតែចសាមញ្ញសាំញ៉ាំអីច្រើនទេដូចជា brand ឬក៏យីហោអីកុំព្យូទ័រហ្នឹងវាអត់មានបញ្ហារឿង brand ឬក៏យីហោទេបាទប្រើ brand ណាក៏បានដែរបាទប៉ុន្តែ brand ដែលខ្ញុំចូលចិត្តប្រើជាងគេទី1គឺ ASUS ទី2គឺ MSI បាទដែលខ្ញុំចូលចិត្តប្រើណាអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានចំណេះដឹងនេះច្រើនមែនទែនដោយសារតែខ្ញុំអត់សូវដែលបានធ្វើចែកម្លែកនៅក្នុងការបែបហ្នឹងហ្មងទេកម្រមែនទែនបាទដោយសារតែខ្ញុំរវល់ការងារច្រើនហើយហ្នឹងហើយកុំភ្លេច Subscribe ទៅផងខ្ញុំនឹងចែកម្លែកអ្នកទាំងអស់គ្នានៅព័ត៌មានពាក់ព័ន្ធជាមួយនឹងកុំព្យូទ័រច្រើនមែនទែនដែលខ្ញុំត្រូវបរៀនអ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំបាទនៅវីដេអូបន្តទៀតពីខ្ញុំ Shen Long បាយបាយ